ជាបឋមខ្ញុំកណាសូមក្រាបថ្វាយបង្គំចំពោះវធេរានុធេរៈគ្រប់ព្រះអង្គនិងជំរាបសួរស្ដីទៅកាន់ពុកម៉ែបងប្អូនយើងដែលជាអ្នកគ្រប់គ្រងនៅវិស័យកីឡាប្រណាំងទូកជាទីមេត្រីផងដែរថ្ងៃនេះសូមនាំអារម្មណ៍ពុកម៉ែបងប្អូនយើងមកដល់វត្តស្វាយដុនកែវដែលស្ថិតនៅក្នុងស្រុកបាកានខេត្តពោធិ៍សាត់យើងពុកម៉ែបងប្អូនយើងវត្តនេះខ្ញុំកណាក៏ធ្លាប់បានទៅថតនៅផ្ដិតយកទស្សនភាពអំពីទូកងមួយគ្រឿងដែលមានពនាមថាកែវមនីសរាយអណ្ដែតមានជ័យបារមីវត្តស្វាយដុនកែវពុកម៉ែបងប្អូនដែលទូកមួយគ្រឿងនេះគឺជាទូកខ្នាតអន្តរជាតិដែលមានចំណុះ22នាក់ពុកម៉ែបងប្អូនយើងថ្ងៃនេះឃើញមានវត្តមានរបស់លោកម្ចាស់គ្រូដែលជាម្ចាស់ទូកនិងជាលោកគ្រូចៅអធិការវត្តស្វាយដុនកែវផ្ទាល់ដែលដឹកនាំប្រសង់ជាច្រើនអង្គផងដែរធ្វើការដោះលាងសម្អាតទូកនេះពុកម៉ែបងប្អូនយើងធ្វើទៅបើតែទូកនេះអត់បានទៅចូលរួមនៅខាងណាមែនក៏ប៉ុន្តែឃើញលោកម្ចាស់គ្រូដែលជាចៅលោកគ្រូចៅអធិការផ្ទាល់គឺលោកខ្នះខ្នែងនិងស្រឡាញ់ទូកមែនតែនអញ្ចឹងខ្ញុំកណាចង់ចែករំលែកនៅអំពីវីដេអូអំពីទូកងដែលមានប្រឌៀមថាកែវមនីសរានដែលមានជ័យបារមីវត្តស្វាយដុនកែវពុកម៉ែបងប្អូនយើងដែលជាក្របពេជ្រមួយក្របដែរនៅក្នុងខេត្តពោធិ៍សាត់យើងហើយទូកនេះគឺលោកគ្រូចៅអធិការគាត់ស្រឡាញ់មែនតើបើតាមខ្ញុំកណាបានសាកសួរលោកគ្រូដែរហើយលោកគ្រូគាត់ជាអ្នកទៅធ្វើទូកនេះផ្ទាល់ហើយគាត់ទៅមើលផ្ទាល់តែម្ដងអញ្ចឹងទៅការស្រឡាញ់និងការមើលថែរួមទាំងប្រសង់និងគណៈកម្មការជាពិសេសចំណុះធ្វើទៅវ័យក្មេងមែនមិនទាន់បង្ហាញនៅលទ្ធផលល្អមែនក៏ប៉ុន្តែការមើលថែនិងការយកចិត្តទុកដាក់ដោយតែពុកម៉ែបងប្អូនយើងបានឃើញនៅក្នុងវីដេអូស្រាប់គឺមានការដោះលាងសម្អាតសឹងតែថាម្សិលសឹងតែលោកគ្រូចៅអធិការនិងគណៈកម្មការទាំងអស់រួមទាំងប្រសង់ទាំងពុទ្ធបរិស័ទយើងមួយចំនួនដែលនៅជិតវត្តផ្ទាល់ណាពុកម៉ែបងប្អូនអញ្ចឹងទូកនេះគឺខ្ញុំកណាក៏ធ្លាប់បង្ហាញជូនពុកម៉ែបងប្អូនយើងម្ដងរួចហើយដោយតែពុកម៉ែបងប្អូនយើងបានដឹងខ្លះផងដែរទូកនេះបើតាមលោកគ្រូធ្លាប់បានប្រាប់មកខ្ញុំកណាគឺជាងដែលធ្វើហ្នឹងគឺនៅក្នុងខេត្តពោធិ៍សាត់យើងដែរទេហើយការដែលលោកគ្រូទៅយកហ្នឹងគឺទុកហ្នឹងគឺមានបងប្អូនចំនួន3នាក់ពុកម៉ែបងប្អូនយើងគឺក្នុងពេលតែមួយហ្នឹងជាធ្វើ3ទុកតែមួយហើយដែលយើងអាចនិយាយបានថាជាបងប្អូននឹងគ្នាណាហើយ2ទុកគឺនៅក្នុងស្រុកកណ្ដៀងហើយមួយទុកទៀតគឺមកខាងស្រុកបាកានដែលនៅក្នុងខេត្តពោធិ៍សាត់យើងនឹងឯងអញ្ចឹងបើយើងក៏លេចមើលអំពីសភាពនៃទុកគឺធ្វើទៅបាត់តែជាងមិនសូវល្បីឈ្មោះដូចតែពុកម៉ែបងប្អូនយើងបានធ្លាប់លើមែនក៏ប៉ុន្តែទឹកដៃគឺអាចទទួលយកបានសឹងតែ 90% ហើយពុកម៉ែបងប្អូនយើងខ្ញុំកណានៅតែសង្ឃឹមថាទុកមួយគ្រឿងនេះនឹងកសាងគេឈ្មោះបោះសម្លេងក៏ដូចជាប្រឹងប្រែងវឹកហាត់ដើម្បីយកលទ្ធផលល្អបើយើងតាមសង្កេតមើលអំពីទុកគឺក្រោមការមើលថែរបស់លោកគ្រូចៅអធិការផ្ទាល់ដែលលោកគ្រូគឺសម្អាតខ្លាំងមែនតើលោកគ្រូស្រឡាញ់ទុកនេះខ្លាំងមែនតើហើយដោយសារតែចំណុះនៅមានភាពវ័យក្មេងអញ្ចឹងណាពុកម៉ែបងប្អូនយើងបើយើងនិយាយអំពីទុកគឺល្អទុកនេះគឺស្អាតទាំងល្បឿនទាំងអីនៅលើទឹកក៏ប៉ុន្តែដោយសារតែយើងស្ទើរចំណុះពុកម៉ែបងប្អូនយើងអញ្ចឹងខ្ញុំកណាសង្ឃឹមថាចំណុះទាំងអស់ដែលនៅក្នុងវត្តស្វាយដុនកែវផ្ទាល់ដែលជាអតីតចំណុះនិងចំណុះបច្ចុប្បន្នក្តីប្រឹងប្រែងវឹកហាត់បន្ថែមទៀតដើម្បីដុសខាត់សមត្ថភាពដើម្បីយកលទ្ធផលល្អជូនវត្តក៏ដូចជាលោកគ្រូចៅអធិការផងដោយសារតែឃើញលោកគ្រូគឺពិតជាខ្នះខ្នែងហើយខេត្តពោធិ៍សាត់យើងមិនសូវសម្បូរទុកទេហើយខ្ញុំកណានៅតែរំពឹងថាការប្រកួតថ្នាក់ខេត្តយើងក្តីក៏ដូចជាបើសិនជាមានឱកាសចំណុះនឹងប្រឹងប្រែងវឹកហាត់ទៅយើងអាចនឹងមានគេឈ្មោះនៅថ្នាក់ជាតិឬមួយក៏ថ្នាក់ខេត្តណាផ្សេងផងដែរអញ្ចឹងខ្ញុំកណាអត់មានអីច្រើនទេមានតែអរគុណលោកគ្រូចៅអធិការដែលខំមើលទុកនេះហើយយើងនឹងរងចាំមើលថាតើព័ត៌មានបន្ថែមទៀតនៅពេលណាអញ្ចឹងណាពុកម៉ែបងប្អូនយើងអញ្ចឹងខ្ញុំកណាសូមអរគុណហើយក៏ដូចជាអរគុណពុកម៉ែបងប្អូនយើងដែលគ្រប់គ្រងខ្ញុំកណាកន្លងមកហើយពុកម៉ែបងប្អូនយើងអ្នកដែលនៅក្នុងខេត្តពោធិ៍សាត់ក្តីអ្នកដែលស្រឡាញ់ទុកក្តីអាចអញ្ជើញទៅមើលទុកនៅក្នុងវត្តស្វាយដុនកែវនេះផ្ទាល់បានដែលមានពនាមថាកែវមនីសរាយអណ្ដែតមានជ័យបារមីវត្តស្វាយដុនកែវនេះដែលជាទុកខ្នាតអន្តរជាតិ22នាក់ហើយលោកគ្រូគឺពិតជាទទួលស្វាគមន៍ពុកម៉ែបងប្អូនយើងមិនថាក្នុងខេត្តក្តីក្រៅខេត្តក្តីទេពុកម៉ែបងប្អូនយើងអាចទៅថតរូបលេងបានអញ្ចឹងណាអញ្ចឹងក្នុងបណ្ណា